ពិតជាហ្វេនបាល់ទាត់កាប់មុខមែនកំពូលអ្នកគាំទ្របរិសម្នាក់ហ៊ានលក់ផ្ទះតម្លៃជិត$50,000ដើម្បីជិះយន្តហោះទៅមើល World Cup ឆ្នាំ2026អាមេរិកក្តីស្រឡាញ់នឹងការលះបង់ចំពោះបាល់ទាត់គឺគ្មានដែនកំណត់លោក Andy Mel បុរសវ័យ62ឆ្នាំដែលជាអ្នកគាំទ្រដ៏ងប់ងល់បំផុតម្នាក់របស់ក្រុមជម្រើសជាតិអង់គ្លេសបានសម្រេចចិត្តលក់ផ្ទះទី2របស់ខ្លួនក្នុងតម្លៃរហូតដល់$47,000ដើម្បីយកថវិកាមកចំណាយមើលលើការធ្វើដំណើរទៅទស្សនា FIFA World Cup ឆ្នាំ2026ផ្ទាល់ការចំណាយដ៏មហាសាលនេះគឺដើម្បីធានាថាលោកអាចស្នាក់នៅនិងតាមដានការប្រកួតយ៉ាងស្អិតរមួតពេញមួយព្រឹត្តិការណ៍ដែលមានរយៈពេល7សប្តាហ៍នៅសហរដ្ឋអាមេរិកបែបនេះក្តីមួយឃ្លាទៀតដ៏មានន័យរបស់លោក Andy គឺផ្ទះអាចដូរថ្មីបានប៉ុន្តែទៅមើល World Cup មិនអាចខានបាននោះទេ